បាទថ្ងៃនេះក៏មកថតបង្ហាញអំពីប្រទាលពពកវិលបាទដែលជាប្រទាលមុនស្នេហ៍មហានិយមខាងលក់ដូរដែលអ្នកលក់ដូរទាំងអស់តែងតែប្រស្រ័យឬក៏ចូលចិត្តចំពោះប្រទាលនេះបាទដោយការជឿគឺមានភាពទាក់ទាញតែទៅហើយក៏ត្រឡប់មកវិញជាមិនខានដោយសារការទាក់ទាញឬក៏មានអ្វីដែលបណ្ដាលឲ្យធ្វើឲ្យមិនដាច់អាល័យបាទមកទិញឬក៏មកជាវសារជាថ្មីអញ្ចឹងហើយបានមានឈ្មោះថាប្រទាលពពកវិលបាទអញ្ចឹងគ្រប់អ្វីទាំងអស់វាមិនអាចគ្មានហេតុនោះទេវាតែងតែមានហេតុទើបមានបច្ច័យវាបាទអញ្ចឹងប្រទាលនេះដែរការជំនឿរបស់ខ្មែរយើងចាស់បុរាណក៏ជឿថាមានទេវតាដែលថែរក្សាប្រទាលបាទគេហៅថាស្ដេចប្រទាលអញ្ចឹងយើងត្រូវប្រតិបត្តិឲ្យបានល្អនៅពេលដែលដាំហើយក៏មានការថែរក្សាស្រឡាញ់ឃុំក្រងនឹងឲ្យបានល្អផងដែរទៀតសោតក៏មិនត្រូវដាំក្រោមស្នូឬក៏ក្រោមអ្វីដែលជាអពមង្គលផងដែរដើម្បីជាភាពស័ក្តិសិទ្ធិបាទ